នឹងជម្រាបសួរថ្ងៃនេះខ្ញុំមកស្រាវជ្រាវបងប្អូនដែលចង់បង្កើត YouTube ណាអញ្ចឹងថ្ងៃនេះខ្ញុំមកឥឡូវនេះខ្ញុំបានឆែកមើលព័ត៌មាននៅក្នុង YouTube បងប្អូនអញ្ចឹងខ្ញុំអានឲ្យបងប្អូនស្ដាប់អានេះខ្ញុំក៏មានអ្នកចេះអ្នកអីដែរបងប្អូនតែខ្ញុំអានជាភាសាយើងទៅយើងអាចจะយល់ខ្លះណាបងប្អូនខ្ញុំអានចាប់ពីទី1ទី2ទី3ឲ្យបងប្អូនដឹងគឺចប់មុននឹងយើងសម្រេចចិត្តធ្វើផុសវីដេអូក្នុងបណ្ដាញសង្គម YouTube បងប្អូនយើងត្រូវមានអីខ្លះក៏មានទូរស័ព្ទដៃយើងមួយនេះកញ្ចាស់មួយនេះគឺថតអីថតទៅបងប្អូនឲ្យតែយើងថតទៅមានជាលក្ខណៈដូចជាមេត្តាយើងនិយាយឲ្យគេយល់យើងស្រួលស្ដាប់ស្រួលមើលអញ្ចឹងទៅគឺនឹងមានអ្នកមើលហើយបងប្អូនអត់សំខាន់គឺត្រង់អាកន្លែងហ្នឹងឯងបងប្អូនគឺសំខាន់អាកន្លែងហ្នឹងបងប្អូនសូមអភ័យទោសអញ្ចឹងខ្ញុំអានបងប្អូនត្រាស់ស្ដាប់ណាទ្រឹស្ដីនៃប្រព័ន្ធអញ្ចឹងប្រព័ន្ធនៃនេះអក្សរអង់គ្លេស address អីគេនេះហើយជាប្រព័ន្ធខុសក្បាល YouTube គេហ្នឹងឯងរបៀបដែល YouTube រកអ្នកមើលវីដេអូឲ្យមើលវីដេអូបងប្អូនគេចង់និយាយថាអា YouTube ហ្នឹងឲ្យរកអ្នកមើលវីដេអូយើងឲ្យបានច្រើនហ្នឹងឯងអញ្ចឹងគេនិយាយថាកាលពីមុនហ្នឹងYouTube គេផ្ដោតទៅលើចំនួន view ប៉ុន្តែដល់ពេលបច្ចុប្បន្ននេះគឺគេវាមិនផ្ដោតលើចំនួនview ទេគឺការពេញចិត្តរបស់អ្នកមើលបងប្អូនគេនិយាយចេះគឺការពេញចិត្តរបស់អ្នកមើលអញ្ចឹងនៅពេលដែលយើងមើលច្រើនហើយអញ្ចឹង YouTube គេនឹងជំរុញយើងទៅទៀតបងប្អូនគេនិយាយចេះកត្តាសម្រេចអញ្ចឹងកត្តាសម្រេចមាន2ធំគេចង់និយាយចេះបងប្អូនគឺចង់និយាយទេគឺមានអីខ្លះគឺចង់និយាយថាតើមានមនុស្សប៉ុន្មាននាក់ដែលចុចមើលពេលឃើញរូបភាពនិងចំណងជើងវីដេអូរបស់អ្នកខ្ពស់អញ្ចឹងមានន័យថាបើឧទាហរណ៍ថាបើសិនយើងផលិតមាតិកាវីដេអូនឹងច្បាស់ហើយនឹងសំណេររបស់យើងហ្នឹងបងប្អូនគឺត្រូវតែខ្លឹមឲ្យខ្លាំងទៀតអាសំណេរដល់ពេលយើងទៅសេមុនដំបូងដែលយើងទៅសេមុនដំបូងដែលយើងធ្វើវីដេអូហ្នឹងយើងត្រូវមានចំណងជើងមែនអត់អញ្ចឹងមានន័យថាបើសិនតែយើងធ្វើវីដេអូរួចហើយត្រូវតែសេចំណងជើងត្រូវតែមានភាពទាក់ទាញបងប្អូនហើយនឹងខ្លឹមខ្លាំងអញ្ចឹងបងប្អូនគឺ YouTube គេចោតដោតទៅលើអានឹងដែរអញ្ចឹងទើបឲ្យទើបគេមើលយើងច្រើនហើយគឺ YouTube គេជំរុញយើងទៅទៀតបងប្អូនហើយជាអានេះក្នុងការយល់របស់ខ្ញុំណាគឺខ្ញុំមើលតាមរូបភាពឬក៏ឯកសារទាក់ទងនឹង YouTube នៅពេលនេះបងប្អូនណាបាទបន្តទៀតអញ្ចឹងគេគិតអញ្ចឹងទៀតបងប្អូនគេគិតអញ្ចឹងទៀតនៅពេលដែលគេចុចមើលរូបភាពឬក៏វីដេអូរបស់យើងហ្នឹងគឺគេផ្ដោតទៅលើតើអ្នកមើលហ្នឹងគេមើលរយៈពេលយូរប៉ុណ្ណាបងប្អូនអញ្ចឹងគេមើលរយៈពេលយូរប៉ុណ្ណាគឺបើសិនជាយើងអញ្ចឹង YouTube ប្រហែលជាមើលប្រហែលជា4-5នាទីឡើងទៅគឺគិតថាល្អហើយបងប្អូនព្រោះយើងវីដេអូមួយយើងផុសពី10នាទីឡើងទៅបងប្អូនអញ្ចឹងបើសិនជាយើងផុសមានអ្នកមើលមានភាពទាក់ទាញអញ្ចឹងYouTube គេនឹងជំរុញយើងទៅទៀតបងប្អូនគឺគេគិតហើយគឺគេគិតថាវីដេអូចាត់ទុកថាគុណភាពអ្នកមើលវីដេអូរបស់យើងហើយមានគុណភាពគេនឹងជំរុញឲ្យមើលកាន់តែច្រើនបន្ថែមទៀតបងប្អូនគឺក្នុង YouTube គឺគេបាននិយាយបែបហ្នឹងបងប្អូនហើយខ្ញុំគិតថាតើខ្ញុំចង់ធ្វើវីដេអូអ្វីប៉ុន្តែត្រូវគិតថាតើអ្នកមើលចង់ឃើញអ្វីអានេះគេនិយាយថាយើងចង់ធ្វើមាតិកាអីតែយើងមើលឃើញអីនៅពេលដែលយើងចង់ធ្វើYouTube ហ្នឹងបងប្អូនអញ្ចឹងមាតិកាហ្នឹងគេផ្ដោតទៅលើមាតិកាហ្នឹងឯងបងប្អូនគឺដោយសារបើសិនជាយើងនឹកឃើញអីគឺថតហ្នឹងឯងបងប្អូនថតហើយយើងមានទ្រឹស្ដីមានភាគ1ភាគ2អញ្ចឹងណាបងប្អូនគឺអ្នកមើលទាក់ទាញបងប្អូនគឺចាប់អារម្មណ៍ទៅលើវីដេអូរបស់យើងហើយគេនឹងជំរុញយើងបន្ថែមទៀតបងប្អូនចឹងមនុស្សចូលក្នុង YouTube ដើម្បីដោះស្រាយឧទាហរណ៍របៀបធ្វើម្ហូបមានអត់បងប្អូន
មនុស្សចូលមើលដើម្បីកម្សាន្តឬចង់ដឹងឃើញរឿងប្លែកៗអញ្ចឹងYouTube ហ្នឹងគឺជាលក្ខណៈដូចទស្សនាវដ្តីមួយអញ្ចឹងបងប្អូនគឺដើម្បីបង្កើតឲ្យចំណេះដឹងនោះនឹងបងប្អូនចង់មើលឲ្យពីរបៀបធ្វើម្ហូបរៀន YouTube រៀនបង្កើត page អីនៅនឹងបងប្អូនគឺនៅនឹងបញ្ចប់បងប្អូនអញ្ចឹង YouTube គឺសំខាន់ខ្លាំងណាស់បងប្អូនអញ្ចឹងបើសិនជាយើងចង់ចេះ YouTube យើងត្រូវតែមើលត្រូវតែស្វែងយល់ក្នុង YouTube បានច្រើនអញ្ចឹងក្នុង YouTube នឹងមានបញ្ចប់បងប្អូនគឺបរៀនយើងរបៀបធ្វើគឺថតវីដេអូថតអីអញ្ចឹងសំណួរទី3ហើយបងប្អូនទ្រឹស្ដីទី3ទ្រឹស្ដីទី3ទស្សនិកជនបងប្អូនក្នុងវីដេអូនីមួយៗអ្នកត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់រចនាសម្ព័ន្ធច្បាស់លាស់គឺធ្វើវីដេអូមួយក៏យើងត្រូវមានលក្ខណៈដូចថាច្បាស់លាស់ណាបងប្អូនគឺយើងថតឲ្យវាច្បាស់លាស់រចនាសម្ព័ន្ធឲ្យមើលមកយល់អញ្ចឹងអ្នកតាមដានយើងក៏មានហើយបងប្អូនអញ្ចឹងច្បាស់លាស់អញ្ចឹង5ទៅ10វិនាទីដំបូងគឺមានន័យថា5ទៅ10វិនាទីដំបូងគឺត្រូវធ្វើឲ្យអ្នកមើលរបស់យើងនៅនឹងបងប្អូនគឺចាប់អារម្មណ៍ទៅលើ YouTube របស់យើងទៅលើវីដេអូរបស់យើងសូមអធិស្ឋានដើម្បីអ្នកមើលនឹងគាត់យល់ន័យថាយើងចង់និយាយអំពីអីនេះគេនិយាយអញ្ចឹងបងប្អូនគឺ YouTube គឺគេនិយាយអញ្ចឹងត្រូវធ្វើឲ្យអ្នកមើលនឹងជក់ចិត្តភ្លាមមិនឲ្យចាក់ចាញ់អញ្ចឹងមានន័យថាគឺគេធ្វើឲ្យយើងដូចយើងលេងល្ខោនអីមួយអញ្ចឹងបងប្អូនគឺថាយើងកំពុងតែជក់ចិត្តអញ្ចឹងបងប្អូនកំពុងតែលេងមកចាញ់មកអានឹងចាញ់មកតំណងអីចឹងណាបងប្អូនអញ្ចឹងគេអ្នកមើលគេចាប់អារម្មណ៍គេមើលយើងលើសពី1នាទី10វិនាទីដូចគេនិយាយមិញហ្នឹងគឺវាអញ្ចឹងវា YouTube គេចាត់ថាគុណភាពវីដេអូរបស់យើងហ្នឹងក៏ល្អគេរួចទៅទៀតបងប្អូនអញ្ចឹងការយល់ឃើញរបស់ខ្ញុំបងប្អូនអញ្ចឹងបងប្អូនកុំជឿទាំងស្រុងអញ្ចឹងបងប្អូនអាចតាមដានថែមទៀតក៏បានដែរបងប្អូនព្រោះការនិយាយហ្នឹងមិនស្មើនឹងយើងធ្វើទេបងប្អូនចឹងត្រូវធ្វើឲ្យអ្នកមើលជក់ចិត្តមិនឲ្យគេចាក់ចែងបងប្អូនគេនិយាយចឹងយើងធ្វើឲ្យគេភាពទាក់ទាញចឹងសាច់រឿងផ្ដោតតម្លៃឬចំណេះដឹងទស្សនាក្នុងចំណងជើងគឺប្រាប់គេឲ្យគេថាសៀឬមើលវីដេអូបន្ទាប់អញ្ចឹងមានន័យថាបើសិនតែគេមើលគេផ្ដោតគេស្រឡាញ់ចូលចិត្តយើងគេឲ្យយើងគេអ្នកមើលបន្ថែមទៀតបងប្អូនហើយគេពេញចិត្តគេសៀយើងមួយចាញ់ទៅសៀទៅក្នុងក្រុមរបស់គេឬក៏សៀ page ផ្លូវការសៀក្នុង YouTube របស់គេណាគេថាគេយើងចូលចិត្តយើងបងប្អូនគឺអញ្ចឹងបងប្អូនគឺ YouTube គឺទី4បងប្អូននេះទី4នេះបងប្អូនសរសេរនេះគេនិយាយថាសរសេរ step 3នៃជោគជ័យលើ YouTube ដើម្បីឲ្យ channel ដើរទៅមុខបានយូរអ្នកត្រូវមាននេះត្រូវមានអញ្ចឹងគេមានន័យថា channel ភាពទាក់ទាញគឺមានន័យថាអ្នកត្រូវឲ្យគេបង្ហោះវីដេអូឲ្យបានទៀងទាត់ឧទាហរណ៍មួយសប្តាហ៍1ឬ2វីដេអូបងប្អូនអញ្ចឹង2គុណភាពមិនចាំបាច់ប្រើកាមេរ៉ាថ្លៃបំផុតទេគឺគេនិយាយចឹងបងប្អូនយើងមិនបាច់ប្រើកាមេរ៉ាថ្លៃបំផុតទេបងប្អូនគឺឲ្យតែយើងមានទូរស័ព្ទចាស់មួយគុណភាពគឺវាច្បាស់ទូរស័ព្ទសម័យឥឡូវគឺវាកម្រិតចេញមកដេញថាវាអាចទទួលយកបានណាបងប្អូនមិនចាំបាច់ប្រើទូរស័ព្ទថ្លៃទេចឹងបងប្អូនគឺគេនិយាយអញ្ចឹងបងប្អូនថ្លៃបំផុតទេប៉ុន្តែសំឡេងត្រូវតែច្បាស់គឺគេនិយាយសំឡេងដល់ពេលយើងថតនឹងត្រូវតែច្បាស់គេអាចទទួលយកបានស្ដាប់យើងបានណាបងប្អូននឹងរូបភាពមើលយល់អញ្ចឹងរូបភាពដូចរូបភាពខ្ញុំពុំថតនឹងគឺត្រូវតែច្បាស់មិនទៅច្បាស់ណាស់ទេអត់មានដូចកាមេរ៉ាថ្លៃរបស់គេទេតែមើលលក្ខណៈដូចស្ដាប់បានហើយមើលយល់បងប្អូនគឺ YouTube គេតម្រូវយើងធ្វើអញ្ចឹងទេគេអត់ជំរុញឲ្យយើងទៅទៀតទេបងប្អូនអូដោះមែនតាសូមអធិស្ឋានជួយបើសិនជាបងប្អូនបានឃើញ channel YouTube របស់ខ្ញុំហើយសូម
ខ្ញុំសូមឲ្យច្រើនសូមកម្លាំងចិត្តមួយបងប្អូនបាយនេះច្រើនអូសូមកម្លាំងចិត្តខ្ញុំធ្វើវីដេអូបន្តទៀតអឺចឹងមើល YouTube ចង់នេះភ្នែកដែរបងប្អូននេះដោះវិនតាចេញបាក់ដែរអញ្ចឹងសន្លឹងមើល YouTube ហ្នឹងបងប្អូនក៏មានវិនតាវាល្អមួយយ៉ាងដែរវាធ្វើឲ្យយើងច្បាស់មិនស្វាងចឹងខ្ញុំអានបន្តទៀតចឹងខ្ញុំអានទៀតគុំធ្វើវីដេអូបញ្ចូលគ្នាចម្រុះពេកគេក្នុង channel មួយហ្នឹងគេចង់និយាយថាគេមិនអោយយើងនឹងធ្វើវីដេអូចម្រុះទេគាត់ថាយើងធ្វើ content អីគេធ្វើតែ content ហ្នឹងបងប្អូនអញ្ចឹងគេផ្ដោតទៅលើអាហ្នឹងបងប្អូនគេផ្ដោតថាបើសិនជាយើងធ្វើវីដេអូអ្វីមួយគឺធ្វើឲ្យវាឲ្យអ្នកមើលយល់ដូចគេតាមដានយើងភាគ1ភាគ2អញ្ចឹងបងប្អូនបើយើងធ្វើ content ចម្រុះពេកវាលក្ខណៈដូចវីដេអូចាប់ឆាយបងប្អូនវីដេអូចាប់ឆាយបងប្អូនអញ្ចឹងគេហាមកន្លែងហ្នឹងបងប្អូនអញ្ចឹងវាធ្វើឲ្យអ្នកមើលហ្នឹងវាញ៉ៃញ៉ៃតាមដានយើងអត់បានគួបដតលើឡានដើម្បីឲ្យងាយស្រួលរកក្រុមអ្នកគោលដៅឲ្យអ្នកបើធ្វើពីរឿងឡានគេចង់និយាយថាបើយើងធ្វើពី content ឡានគេត្រូវផ្ដោតលើឡានបងប្អូនគឺត្រូវផ្ដោតលើឡានអញ្ចឹងអូខេយើងត្រូវតែផ្ដោតលើឡានដូចជានិយាយចឹងបងប្អូនណាធ្វើ content ឡានត្រូវតែផ្ដោតលើឡាននឹងឯងអញ្ចឹងអ្នកតាមដានវែងនឹងឯងធ្វើ content ឡានផងម៉ូតូផងផ្សេងចឹងវាខុសគោលការណ៍គេបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំនឹងមានតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងបងប្អូនស្ដាប់ហើយគឺយល់ទទួលយកបានគឺយកបានណាបងប្អូនអញ្ចឹងអាចតាមដានវីដេអូបងប្អូនបានអញ្ចឹងបងប្អូនក៏មិនមានអីច្រើនទេសូមអរគុណសូមជម្រាបលាក៏កុំភ្លេច Subscribe Channel របស់ខ្ញុំមួយផងអរគុណ